ជំរាបសួរបងប្អូនខ្មែរជាទីគោរពតោះទៅទស្សនាភ្នំបូកជាមួយខ្ញុំភ្នំបូកគឺមានចម្ងាយមិនឆ្ងាយពីក្រុងសៀមរាបប៉ុន្មានឡើយដោយធ្វើដំណើរចេញពីភូមិរណៈប្រមាណ15នាទីប៉ុណ្ណោះនឹងទៅដល់ភ្នំបូកមុននឹងទៅដល់ភ្នំបូកមានប្រាសាទមួយដែលមានឈ្មោះថាប្រាសាទបន្ទាយសម្រាយបងប្អូនអាចចូលទស្សនាបានភ្នំបូកមានកម្ពស់ប្រមាណ237ម៉ែត្រគិតជាកាំជណ្ដើរប្រមាណ630កាំក្នុងថ្ងៃនោះដែរខ្ញុំបាននាំភ្ញៀវទេសចរ2នាក់ដែលគាត់ជាជនជាតិអាល្លឺម៉ង់គាត់ចង់សាកបទពិសោធន៍ថ្មីក្នុងការឡើងភ្នំគាត់ពិតជាសប្បាយរីករាយណាស់ពេលដែលគាត់បានឡើងទៅដល់កំពូលភ្នំគាត់មានអារម្មណ៍ស្រស់ស្រាយហើយក៏ជាបទពិសោធន៍ថ្មីសម្រាប់គាត់ផងដែរខ្ញុំមិនមានអ្វីនិយាយច្រើនទេក៏ប៉ុន្តែខ្ញុំសូមសំណូមពរឲ្យបងប្អូនជនជាតិខ្មែរទាំងអស់មេត្តាជួយទៅលេងក៏ដូចទៅទស្សនានៅប្រាសាទភ្នំបូកនេះផងដែរដើម្បីលើកស្ទួយនៅវិស័យទេសចរក្នុងស្រុករបស់យើងឲ្យកាន់តែរីកចម្រើននៅរដូវកាល low season ឬក៏រដូវកាល green season ខ្ញុំសង្ឃឹមថានៅពេលដែលបងប្អូនបានទស្សនានៅវីដេអូនេះហើយនឹងមកលេងប្រាសាទភ្នំបូកយ៉ាងច្រើនកុះករសូមអរគុណ